មានទង្វើល្អ1000 ដងណាតែប្រៀបអត់បានស្មើនឹងទង្វើដែលមិនល្អតែម្ដងអញ្ចឹងខ្ញុំចង់និយាយថាពេលខ្លះទង្វើល្អរបស់យើងដែលធ្វើទៅកាន់គេគឺគេទទួលយកឡើងរាប់ភ្លេចអីតែគេដែលមើលឃើញតែបែរជាទង្វើអាក្រក់ដែលយើងធ្វើទៅលើគេនឹងដែលមិនធ្វើដោយផ្ទាល់ផងគឺគ្រាន់តែជាការគិតរបស់គេដោយប្រយោលទេបែរជាគេស្ដាប់អ្នកដតីមកគិតថាយើងនេះគឺអាក្រក់ខ្លាំងមែនទែនតែជាក់ស្ដែងយើងអត់ដឹងរឿងអីសោះកំបៀនដែរហើយពេលខ្លះទៀតណាការគិតរបស់យើងហើយនឹងការគិតរបស់គេគឺខុសគ្នាតែគេវាតម្លៃមកយើងថាយើងជាអ្នកខុសហើយអ្នកផ្សេងទៀតគឺជាអ្នកត្រូវនិយាយរួមទៅអ្នកណាដែលសម្ដីផ្អែមជាងអ្នកហ្នឹងឯងអ្នកត្រូវអ្នកណាដែលសម្ដីត្រង់ទៅត្រង់មកគឺតែងតែខុសជានិច្ចដោយសារអីពេលខ្លះយើងអត់បានលាក់ចរិតសិនរបស់យើងឬមួយក៏អត់បានចង់ទាញប្រយោជន៍ពីគេអញ្ចឹងយើងអត់មានហេតុផលអីត្រូវមកផ្អែមរលួយគ្រាន់តែថាសម្ដីយើងក៏មានក្រោតក្រៀតអីដល់ថ្នាក់ស្ដាប់អត់ចូលដែរគ្រាន់ថាយើងនិយាយដោយមិនមានប្រើល្បិចកកក្នុងនឹងហើយក៏មិនមានពឹសពុលនៅក្នុងនឹងអញ្ចឹងអ្នកស្ដាប់មកគឺអត់សូវទទួលយកបានទេតែសម្រាប់អ្នកដែលគេនៅខាងក្រៅផ្អែមតែក្នុងស្អុយរលួយគឺគេស្ដាប់ចូលដោយពាក្យគេនិយាយខុសឯងអ្នកចេះអែបអបណាគឺត្រូវការបានមេស្រឡាញ់តែសម្រាប់អ្នកធ្វើការងាប់ចោលវិញគឺនៅពេលដែលអត់ចេះអែបអបគេអត់មើលឃើញតម្លៃទោះបីខំធ្វើការច្រើនប៉ុណ្ណាក៏ដោយក៏គេអត់ឲ្យតម្លៃដែរនឹងវាអត់ខុសគ្នាអញ្ចឹងខ្ញុំចង់និយាយថាមុននឹងយើងចូលចិត្តទទួលយកពាក្យផ្អែមល្ហែមហ្នឹងក៏គួរចេះថ្លឹងថ្លែងផងតែពាក្យផ្អែមហ្នឹងវាមានបង្កប់ពឹសពុលអត់ហើយពាក្យផ្អែមល្ហែមហ្នឹងវាចង់បានប្រយោជន៍អីពីយើងវិញអត់តែកម្រដែលនៅសុកគេទៅនិយាយផ្អែមមួយយើងដោយអត់មានរំពឹងផលតបស្នងអីទៅកាន់ដែលបានពីយើងទៅកាន់គេវិញណាវាកម្របើសិនជាការរាប់អាននឹងដែលភាពស្មោះត្រង់មែនណាគេប្រកាសជាឃើញមួយថាមួយឃើញពីរថាពីរឯងគេអត់ចាំបាច់ឃើញមួយទៅនិយាយ3ឃើញ3ទៅនិយាយ4ទេគេអត់ចាំបាច់លើកដៃលើកជើងយើងដើម្បីឲ្យយើងចូលចិត្តគេដោយសារតែធម្មតាពាក្យពិតវាមិនព្រោះស្ដាប់ដោយពាក្យមិនពិតហើយពាក្យបញ្ចោយអញ្ចឹងអ្នកទាំងអស់គ្នាគួរយល់ហើយមនុស្សសម័យនេះគឺសម័យលើកដៃលើកជើងគ្នាដើម្បីទាញយកផលប្រយោជន៍អ្នកមានណាអត់ខ្វះទេអ្នកចង់រាប់អានតែអ្នកអត់វិញអត់ខ្វះទេអ្នកដែលចង់ទាត់ចេញទោះបីអ្នកនឹងចិត្តល្អបរិសុទ្ធមិនក៏ដោយក៏គេអត់មើលឃើញដែរគេឃើញទ្រព្យសម្បត្តិមុនទេអញ្ចឹងត្រូវគិតមុននឹងសេពកុកមនុស្សណាចូលមកក្នុងជីវិតហើយបើសិនជាមនុស្សដែលតុកសិចឬមួយក៏មនុស្សដែលចង់បានតែប្រយោជន៍ពីយើងគួរតែដកខ្លួនចេញឲ្យលឿនតាមដែលអាចធ្វើទៅបានកុំនៅយូរទៀតនាំតាកុំឲ្យខាត់បងប្រយោជន៍តាន់ហើយពេលខ្លះយើងគិតគេគឺជាមិត្តតែគេគិតយើងគឺជាអ្នកដែលរកចំណូលចូលឲ្យគេមានន័យថាពេលខ្លះយើងស្រឡាញ់គេរាប់អានគេដូចជាមិត្តយើងអញ្ចឹងតែសម្រាប់គេវិញបើយើងអត់មានប្រយោជន៍ឲ្យគេទេគេអត់រាប់យើងទេហើយបើសិនជាគេរាប់ក៏រាប់បានត្រឹមរាប់ធម្មតាឬមួយបង្កប់នៅភាពពឹសពុលនៅពីខាងក្រោយឬមួយក៏ការចំណាយឈ្នានេះនៅពីខាងក្រោយដែរអញ្ចឹងហើយចឹងមនុស្សឥឡូវគឺពិបាករាប់មែនតើអញ្ចឹងមុននឹងយើងចង់សេពគុណណាម្នាក់គួរតែស្វែងយល់ឲ្យស៊ីជម្រៅសិនមុននឹងរាប់អានព្រោះអីកុំខ្លាចថាគ្មានមនុស្សរាប់តែគួរតែខ្លាចរាប់ហើយនាំទុកនាំផលពិបាកដល់យើងទៅថ្ងៃក្រោយវិញទៅវាត្រឹមត្រូវសុខចិត្តនៅម្នាក់ឯងក៏កុំមានគ្នាដែលចាំចាក់យើងពីក្រោយខ្នងវាអត់មានអីដែលរីកចម្រើនដល់យើងវាមានតែនាំផលវិនិច្ឆ័យអន្តរាយដល់យើងអញ្ចឹងមុនសាប់កុំណាម្នាក់គិតឲ្យបានច្បាស់លាស់នេះគ្រាន់តែជាការដាស់តឿនហើយក៏ជាការចែករំលែកដែរដោយសារបទពិសោធន៍ជីវិតខ្ញុំអាចនិយាយបានថាខ្ញុំធ្លាប់ជួបមនុស្សដែលលួចចាក់ខ្ញុំពីក្រោយខ្នងនឹងច្រើនហើយអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមុននឹងសាប់កុំណាម្នាក់គឺស្វែងយល់ឲ្យបានច្បាស់ជាមុនសិនកុំឃើញគេសម្ដីផ្អែមកុំឃើញគេល្អជាមួយយើងឃើញតែទង្វើល្អដល់ពេលខាងក្រោយខ្នងវិញពេលខ្លះគេយករឿងយើងទៅដល់និយាយពេញហ្នឹងក៏ថាបានដែរអញ្ចឹងខ្ញុំចង់និយាយថាធំអស់ហើយមុនធ្វើអីគិតឲ្យច្បាស់អូខេអរគុណ